សារស្រមៃថាអ្នកកំពុងអង្គុយនៅក្នុងបន្ទប់ពិសោធន៍មួយនៅពីមុខអ្នកមានប៊ូតុងបញ្ជាអគ្គិសនីដែលមានកម្រិតតង់ស្យុងចាប់ពី15វ៉ុលរហូតដល់450វ៉ុលដែលមានសរសេរពាក្យថាគ្រោះថ្នាក់ខ្លាំងបរិយាម្នាក់ក្នុងអាវគ្រូពេទ្យបញ្ជាអ្នកចុចប៊ូតុងឆក់ទៅលើបរិយាម្នាក់ទៀតដែលកំពុងចងជាប់នឹងកៅអីនៅបន្ទប់ក្បែរនោះរាល់ពេលដែលគាត់ឆ្លើយសំណួរខុសនៅពេលដែលអ្នកចុចកម្រិតខ្ពស់បរិយានោះស្រែកយំហើយអង្វរអ្នកឲ្យបញ្ឈប់ព្រោះគាត់មានជំងឺបេះដូងប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែនិយាយដោយសំឡេងត្រជាក់ថាការពិសោធន៍តម្រូវឲ្យអ្នកបន្តទៅទៀតសូមចុចប៊ូតុងតើអ្នកនឹងបញ្ឈប់ឬសុខចិត្តសម្លាប់មនុស្សម្នាក់ដោយសារតែពាក្យបញ្ជាថ្ងៃនេះយើងនឹងនិយាយអំពីការពិសោធន៍មីលក្រាមការពិសោធន៍ដែលបង្ហាញថាមនុស្សធម្មតាដូចជាខ្ញុំនិងអ្នកក៏អាចក្លាយជាឃាតករបានដែរប្រសិនបើមាននរណាម្នាក់ដែលមានអំណាចមកបញ្ជាយើងតោះទៅបែកញែកការពិតដ៏ព្រឺព្រួចនេះទាំងអស់គ្នាការពិសោធន៍នេះធ្វើឡើងក្នុងឆ្នាំ1961ដោយលោក Stanley Milgram សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Yale គាត់ចង់រកចម្លើយចំពោះសំណួរមួយដែលពិភពលោកកំពុងឆ្ងល់ក្រោយសង្គ្រាមលោកលើកទី2តើទាហានណាស៊ីរាប់ពាន់នាក់សុខចិត្តសម្លាប់មនុស្សរាប់លាននាក់ដោយសារតែពួកគេជាមនុស្សអាក្រក់ពីកំណើតឬដោយសារពួកគេគ្រាន់តែធ្វើតាមបញ្ជា Milgram បានជួយមនុស្សធម្មតាពីគ្រប់វិស័យដូចជាកម្មករគ្រូបង្រៀននិងបុគ្គលិកក្រុមហ៊ុនមកចូលរួមដោយប្រាប់ថាវាជាការពិសោធន៍អំពីការចងចាំប៉ុន្តែការពិតវាគឺជាអន្ទាក់ដើម្បីវាស់ស្ទង់កម្រិតនៃការស្ដាប់បង្គាប់របស់មនុស្សតែប៉ុណ្ណោះក្នុងការពិសោធន៍មានតួអង្គ3នាក់ទី1គឺអ្នកវិទ្យាសាស្ត្រជាមនុស្សម្នាក់ដែលពាក់អាវសហើយបញ្ជាឲ្យគេធ្វើតាមទី2គ្រូគឺជាអ្នកដែលចូលរួមពិសោធន៍គឺជាមនុស្សដែលត្រូវបានគេវាស់ចិត្តទី3គឺសិស្សគឺជាមនុស្សដែលត្រូវបានគេឆក់ការពិតគាត់គ្រាន់តែជាអ្នកសម្ដែងនោះទេគាត់មិនត្រូវបានឆក់មែនទេនោះទេប៉ុន្តែអ្នកទី2ដែលជាគ្រូគាត់មិនដឹងឡើយរាល់ពេលដែលសិស្សឆ្លើយខុសគ្រូត្រូវតែបង្កើតកម្រិតអគ្គិសនីឲ្យកើនឡើងខ្លាំងឡើងនៅពេលដល់300វ៉ុលសិស្សចាប់ផ្ដើមដំជញ្ជាំងនិងស្រែកថាបេះដូងគេទ្រាំមិនបានទេនៅពេលនោះគ្រូចាប់ផ្ដើមរារែកនិងសួរខ្លួនឯងថាតើគួរឈប់ឬទេហើយអ្នកវិទ្យាសាស្ត្រនឹងឆ្លើយដោយឃ្លាដដែលថាសូមបន្តទៅមុខទៀតអ្នកគ្មានជំរឿផ្សេងអ្វីទេក្រៅពីបន្តទៅមុខមុនពេលពិសោធន៍ Milgram បានសួរអ្នកជំនាញចិត្តសាស្ត្រជាច្រើនពួកគេទូទាយថាមានតែមនុស្សមានចរិតបិសាចប្រហែល 1% ប៉ុណ្ណោះដែលហ៊ានចុចដល់កម្រិត450វ៉ុលគឺកម្រិតស្លាប់របស់មនុស្សប៉ុន្តែលទ្ធផលពិតប្រាកដ 65% នៃអ្នកដែលចូលរួមពលគឺ26នាក់ក្នុងចំណោម40នាក់បានចុចរហូតដល់កម្រិតអគ្គិសនីអតិបរមា450វ៉ុលបើទោះបីជាពួកគេដឹងថាកម្រិតនេះអាចសម្លាប់មនុស្សបានក៏ដោយមនុស្សទាំងនោះមិនមែនចិត្តអាក្រក់នោះទេក្នុងពេលចុចពួកគេខ្លះញ័រដៃខ្លះយំខ្លះសើចបែបលប់ដោយសារតែភ័យខ្លាំងពេកប៉ុន្តែពួកគេនៅតែចុចព្រោះពួកគេមានអារម្មណ៍ថាពួកគេគ្រាន់តែជាឧបករណ៍របស់អំណាចដែលបានបញ្ជាហើយមិនចាំបាច់ទទួលខុសត្រូវលើលទ្ធផលឡើយការពិសោធន៍ Milgram បង្ហាញយើងថាមនុស្សធម្មតាដែលសុភាពរាបសារក៏អាចក្លាយជាផ្នែកមួយនៃអំពើឃោរឃៅបំផុតបានដែរប្រសិនបើពួកគេស្ថិតក្នុងប្រព័ន្ធមួយដែលតម្រូវឲ្យស្ដាប់បង្គាប់ដោយគ្មានលក្ខខណ្ឌនេះជាមូលហេតុដែលរឿងអាក្រក់ក្នុងប្រវត្តិសាស្ត្រតែងតែកើតឡើងមិនមែនដោយសារមនុស្សតែម្នាក់អាក្រក់នោះទេប៉ុន្តែដោយសារតែមនុស្សរាប់ម៉ឺននាក់ទៀតសុខចិត្តធ្វើតាមបញ្ជាដោយមិនហ៊ានជំទាស់សំណួរសំខាន់សម្រាប់អ្នកស្ដាប់ថ្ងៃនេះប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនោះតើអ្នកនឹងក្លាយជាមនុស្ស 35% ដែលហ៊ានបដិសេធឬក្លាយជាមនុស្ស 65% ដែលសុខចិត្តចុចប៊ូតុងសម្រាប់មនុស្សតាមបញ្ជាសូមអរគុណសម្រាប់ការតាមដាន podcast នៅថ្ងៃនេះសូមកុំភ្លេចចែករំលែកមតិរបស់អ្នកនិងតាមដានរឿងរ៉ាវចិត្តសាស្ត្រថ្មីៗនៅពេលក្រោយសូមអរគុណ